បាននឹងឲ្យសួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំជាថ្មីម្ដងទៀតហើយតាក់ទងទៅនឹងការធ្វើបទបង្ហាញដោយយើងប្រើ AI មកជួយ support យើងនៅក្នុងការធ្វើ slide ឬក៏ធ្វើបទបង្ហាញនៅក្នុងកិច្ចការសាលាឬក៏កិច្ចការផ្សេងៗតាក់ទងទៅនឹងការធ្វើ slide បើសិនជាយើងមិនសូវចេះស្ទាត់ជំនាញយើងអាចឲ្យ AI ជួយ support យើងបានអញ្ចឹងជាតែហ៊ានដំបូងយើងចូលទៅកាន់ជ្រោមដើម្បីយើងធ្វើកិច្ចការទាំងអស់ហ្នឹងហើយជាជំហានដំបូងយើងត្រូវដឹងពីកិច្ចការរបស់យើងគឺយើងធ្វើតាក់ទងទៅនឹងអ្វីបើយើងតាក់ទងធ្វើអ្វីយើង search នៅក្នុង Google ឬក៏មិត្តភ័ក្តិរួមក្រុមរបស់យើងគាត់ចូលរួមយើងក៏ធ្វើតាមនឹងតែនេះយើងមិនមានមិត្តភ័ក្តិក្រុមទេគឺយើងធ្វើបទបង្ហាញដោយប្រធានបទអញ្ចឹងខ្ញុំលើកឡើងពីការបម្លាស់ទីរបស់ប្រជាជនអញ្ចឹងខ្ញុំ search ក្នុងជ្រោមហ្នឹងដើម្បីយកចម្លើយទៅធ្វើជាបទបង្ហាញអញ្ចឹងខ្ញុំ search នៅក្នុងជ្រោមហ្នឹងដើម្បីយកអត្ថបទរបស់ AI ហ្នឹងដើម្បីទៅបញ្ចូលទៅក្នុង slide ហើយបន្ទាប់ពីយើងចុច search ហើយគឺនេះចម្លើយដែលវា load មក AI នៃ slide មកហ្នឹងនៅក្នុងជ្រោមហ្នឹងអញ្ចឹងយើង copy យើង select ក្នុងហ្នឹងហើយយើងធ្វើការ copy វាមកហើយយើងថយបន្ទាប់ពីយើងបាន copy ហើយយើងបូក slide ថែមមកផ្ទាំងទៀតមកគឺយើង search ពាក្យថា manus.mod.im យើងបន្ទាប់ពីវាយពាក្យហ្នឹងហើយគឺយើងចុច search មកហើយវាកំពុងតែដើរបន្ទាប់ពីដើរមកយើងរងចាំវាបន្តិចទៅនេះអញ្ចឹងយើង click ពាក្យនេះមកនេះនៅក្នុងប្រអប់ហ្នឹងយើងចុចមកដើម្បីយើងរឹបផ្ទាំង slide អញ្ចឹង slide មានច្រើនប្រភេទយើងឆ្លាញ់ប្រភេទ slide មួយណាយើងអាចជ្រើសរើសតាមនឹងបានអញ្ចឹងខ្ញុំកំពុងតែជ្រើសរើសដើម្បីយកទៅឧទាហរណ៍ចែកអ្នកទាំងអស់គ្នាមើលបញ្ជាក់ slide នេះយើងមើលផងអាកន្លែងមានលុតលឿងហ្នឹងអាចុងហ្នឹងមានន័យថាបង់ថ្លៃប៉ុន្តែយើងជ្រើសរើស slide នៅដែល free មក slide free ច្រើនណាស់អញ្ចឹងខ្ញុំជ្រើសរើស slide ចាំបន្តិចបន្ទាប់ពីខ្ញុំជ្រើសរើស slide ហើយខ្ញុំផាសដែលយើង copy មុនហ្នឹងហើយយើងចុចនេះចុចបញ្ជូននេះ enter វាទៅហើយអញ្ចឹងវាកំពុង generate ឲ្យយើងហើយអញ្ចឹងយើងធ្វើការរងចាំទាំងអស់គ្នាជាក់ស្ដែងទៅតាម slide យើង slide តិចឬក៏ slide ច្រើន slide ច្រើនវាអាចប្រើពេលយូរប៉ុន្តែបើ slide តិចអញ្ចឹងលឿនទេអញ្ចឹងវាកំពុងតែដើរដំណើរការយើងហើយអញ្ចឹងនេះបន្ទាប់ពីវាផ្ញើហើយវាកំពុងតែចិត្តហើយនេះអញ្ចឹងវាផ្ដល់ slide មកយើងហើយនេះអញ្ចឹង slide របស់យើងគឺមាន 12 slide វាបង្ហាញទៅនេះហើយនេះគឺជាទំព័រទី1ហើយវាផ្ញើមកយើងម្ដងមកទំព័រម្ដងមករហូតដល់ពេលគ្រប់12ហើយអញ្ចឹងខ្ញុំសុំខាវាបន្តិចព្រោះអីវាបញ្ជូនម្ដងមួយតលតែគ្រប់12 slide ទើបវាចប់អញ្ចឹងនេះអស់ហើយវាកំពុងដើរបន្តិចនេះអញ្ចឹងវាលោតទៅហើយលោតមកបែបនេះហើយគឺយើងមើល slide របស់យើងនេះចាប់ដើមរួចរាល់ហើយ 90% ហើយវាមិនទាន់បាន 100% ទេពេលចូល 80% ហើយនេះ slide បទបង្ហាញរបស់យើងគឺគេរៀបចំឲ្យមកស្អាតបែបនេះមានទាំង graphic មានទាំងស្ថិតិជាជនអីយទៅគឺគេរៀបចំឲ្យមកស្អាតមិនថារូបភាពឬក៏អ្វីទេគឺគេរៀបចំឲ្យមកស្អាតហើយចំណុច font អក្សរអីយើងអាចកែសម្រួលតាមក្រោយបានបន្ទាប់ពីយើងបានបង្ហាញ slide អស់ហើយយើងចុចពាក្យថា download ខាងលើនេះទៅមានសញ្ញា download នេះបន្ទាប់ពីយើង download ហើយយើងចុចចូលទៅ file PowerPoint បន្ទាប់ពីចុចទៅវាកំពុងតែបញ្ជូនយើងទៅ file PowerPoint ដើម្បីយើងកែសម្រួលវាឡើងវិញដើម្បីយើងជឿជាថា slide របស់យើងគឺ perfect កាន់ចំណុចណាដែលយើងមិនពេញចិត្តអីយើងអាចកែសម្រួលវាតាមនឹងតាមក្រោយបាននេះជាគំរូ slide ដែលយើងបានធ្វើនៅក្នុង AI ហើយបន្ទាប់មកគឺវាបញ្ជូនយើងនឹងមកដល់នៅក្នុង PowerPoint Auto បណ្ដោយពេលដែលយើងចុចបន្ទាប់ពី download ហើយនេះជាស្ដែងនៅក្នុង file PowerPoint គឺវាដូច file បទបង្ហាញយើងជាទូទៅអញ្ចឹងយើងឃើញថា font អក្សរមួយចំនួនវាអត់ទាន់ script ទេនៅអត់ទាន់អ្វីដែលយើងចង់បានអញ្ចឹងយើងអាចកែ font បានយើងកែ font កែទីតាំងអក្សរអីចឹងទៅ ត
ចឹងយើងសេរីហ្វុនសេរីពណ៌សេរីតាមហ្នឹងដែលយើងចង់បានគិតថាស្អាតហើយទំហំអក្សរអីហ្នឹងយើងសេរីមកតាមហ្នឹងពួកហ្វុន AI វាអាចដាក់ហ្វុនឲ្យយើងបានស្អាតល្អទេមិនថាពណ៌អក្សរឬក៏ហ្វុនចំណុចខ្លះអញ្ចឹងយើងសេរីតាមក្រោយមកយើងឃើញថាស្អាតបាត់ហើយស្លាយរបស់យើងនេះបន្ទាប់ពីយើងបានធ្វើបន្ថែមនៅលើPowerPoint យើងហ្នឹងគឺវាស្អាតជាងដែលយើងធ្វើពីដតេស្អាតមកបើយើងធ្វើពីដតេស្អាតមកគឺវាអត់បាន perfect ដូចដែលយើងយកពី AI មកកែសម្រួលតាមក្រោយចឹងទេបាទអរគុណបងមានតែប៉ុណ្្នឹងទេអរគុណច្រើនជំរាបលាហើយកុំភ្លេចចុច Subscribe Channel របស់បងអូនម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យបងអូនធ្វើវីដេអូក្រោយៗបន្តទៀតបាទសូមអរគុណ